ពេលបដូរទូរស័ព្ទថ្មីយើងត្រូវវាយ Telegram ចូលសារថ្មីមែនអត់ហ្នឹងហើយអញ្ចឹងមានអីពិបាកវាយបាទអញ្ចឹងយើងគ្រាន់តែវាយលេខទូរស័ព្ទយើងដែលប្រើ Telegram នឹងចូលមកបាទបាច់ដាក់លេខ0ទេហើយចុចនៅលើពាក្យ continue ហើយពិនិត្យមើលលេខឲ្យបានត្រឹមត្រូវបាទហើយចុចនៅលើពាក្យ continue មួយទៀតនៅខាងក្រោមមកដល់ត្រង់កន្លែងនេះគេឲ្យយើងវាយបញ្ចូលលេខកូដ6ខ្ទង់ដែលក្រុមហ៊ុនTelegram គេបានផ្ញើសារទៅកាន់Telegram ចាស់របស់យើងនៅលើទូរស័ព្ទចាស់ណាអញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវចូលទៅកាន់ Telegram នៅលើទូរស័ព្ទចាស់របស់យើងមួយទៀតបាទចូលទៅដើម្បីយកលេខកូដ6ខ្ទង់មកវាយចូលកន្លែងហ្នឹងតែក្នុងករណីដែលបងប្អូនអត់មានទូរស័ព្ទមួយទៀតដើម្បីចូលបាទឧទាហរណ៍ថាទូរស័ព្ទនឹងយើងធ្វើការឈូសរួចហើយបាទឬមួយក៏ទូរស័ព្ទបាត់អីចឹងទៅហ្នឹងហើយអញ្ចឹងបងប្អូនអាចមានជំរឿនមួយទៀតដោយបងប្អូនចុចនៅពាក្យថា call me នៅខាងក្រោមនេះបាទដើម្បីទទួលយកលេខកូដតាមរយៈក្រុមហ៊ុនគេទេមកប្រាប់យើងបាទយើងចុចកន្លែងហ្នឹងមកបាទហើយយើងត្រៀមប៊ិចមួយដើម្បីកត់យកលេខកូដហ្នឹងហើយឥឡូវខ្ញុំសូមលើកទូរស័ព្ទមួយសិនបាទកន្លែងហ្នឹងជួនកាលនិយាយជាភាសាខ្មែរបាទជួនកាលក៏និយាយជាភាសាអង់គ្លេសអាហ្នឹងអត់ដឹងថាមូលហេតុអីដែរបានលេខកូដ6ខ្ទង់ហ្នឹងហើយយើងយកមកវាយចូលមកបាទហើយវានឹងនាំយើងចូលទៅកាន់account Telegram របស់យើងដោយស្វ័យប្រវត្តិចុច continue មួយមកហើយកន្លែងនេះយើងចុចយកខាងលើមកបើវា load បើមិន load ទេក៏ហើយទៅបាទហើយនេះយើង cancel ចោលហើយចុចយកខាងក្រោមរួចរាល់បាទ allow មួយមកបាទ allow មួយទៀតរួចរាល់តែប៉ុណ្្នឹងឯង